my god, this is how it looks like in the night. So beautiful. Ôiស្អាតមែនតើនេះពេលយប់ចាខ្ញុំថាមកមើលគេសមប៉ុន្តែមកលែតតាតអីទេពីព្រោះថាផ្ទះនៅពេញហើយយើងអត់ទៅដើរលេងនៅណាទេអញ្ចឹងយើងអាចមកដើរលេងកម្សាន្តបានខ្ញុំសូមសរសើរដល់អ្នកដែលគាត់រៀបចំចាគឺមានគំនិតគិតបានគ្រប់ជ្រុងជ្រោយការតុបតែងពិតជាស្រស់ស្អាតខ្លាំងដែលធ្វើឲ្យយើងមើលទៅគឺចង់ដើរលេងស្អាតខ្លាំងណាស់ It's so beautiful. This is at night time and it eventually we just come a little bit early. They are still preparing and rehearse. So it's not really complete yet, but to me it looks like it has done such an incredible decorations and looks like it's complete to me, but it's not yet. I think everybody's look, they start to put up the decorations, so more decorations need to get done. So yeah, that's all. What a beautiful village, cultural village in the heart of Phnom Penh, next to the night market. Apart from walking street, we can come here, and of course there will be plenty of performances and activities for us to enjoy. Yes, ស្អាតមែនតើណានគរសង្ក្រាន្តរៀបចំនេះគឺនៅភូមិវប្បធម៌នៅក្បែរវត្តភ្នំទៅវត្តភ្នំក៏រៀបស្អាតមកសួននេះក៏រៀបស្អាតកន្លែងគេគឺគេរៀបចេញមកមើលទៅធ្វើឲ្យយើងវាយផាន់យើងនោះគឺថាយើងត្រូវតែស្លៀកពាក់ឲ្យស្អាតដើម្បីឲ្យថតទៅវាស៊ីជាមួយការតុបតែងបែបខ្មែរចាអញ្ចឹង20ឈុតប្រហែលជាពាក់មិនគ្រប់ផងមើលទៅប្រហែលជាត្រូវទៅរកថែមព្រោះមួយថ្ងៃយ៉ាងហោចណាស់ក៏យើងចេញដើរហ្នឹង2-3ឈុតដែរ Beautiful. See? Very nice. Welcome to Phnom Penh. នគរសង្ក្រាន្តនៅភ្នំពេញឆ្នាំនេះគឺហឺហាហភ័ក្រសម្បើមខ្លាំងណាស់ចាមើលគេរៀបចំមកអូយនគរសង្ក្រាន្តក៏ក្រើកតែប៉ុណ្ណេះមើលណាទៅទិញហូប6ថែមសិនអត់បានទេ